bạn ngày số đây ngọc nè vào ngày nắng nhom nâng bằng hai pi việc thi nghề nghĩ là không ca đã sập thay thó đôi mình chạm bạch ta xe mà đòn muối đòn tay ở trong này pu bạn chân trong đơn ta việc thi nắng dân phơi dòng bách bà sông tesana tầng ngọc nè bạn ngày chia tập 4 dương trôn một khung gì mình này dương máu hay đầm bay vừa sập thay thó bán dương tự miền video rồi có file audio file mp3 các bạn đây ở miền Pành Hà thì bà chẳng video bao nhóm bạn tiêm rồi hãy chẳng dừng cho nhà lịch bộ lại ní máu tao mới dừng upload file bao dương máu bạn nhóm cho tro video để nhóm bạn record một nắng bạn nhóm cho tro video để nhóm bạn record hãy bà tao mới dừng ta sẽធ្វើការ ta sẽ prom ចូលមកយើងដាក់ថា turn this video audio to IRC file បាទអញ្ចឹងយើងអត់ចង់ឲ្យវានិយាយទៅវាចេញចំណងជើងវែងអក្សរ subtitle វែងអញ្ចឹងយើង set separate each section just only 2 to 3 word បាទអញ្ចឹងយើងអត់ចង់ឲ្យវា generate ចេញមកមានអក្សរវែងបាទអញ្ចឹងយើងចុច enter ចុច enter មកបាទយើងសុំចាំបន្តិចកំពុងតែ generate បាទបន្ទាប់មកយើងឃើញហើយបាទនេះពាក្យដែលទៅសេហ្នឹងហើយបន្ទាប់មកយើងចុចសញ្ញា copy កន្លែងគៀននេះបើសិនជាអត់ទេយើងអាច copy អញ្ចឹងក៏បានដែរ right click មក copy បើអញ្ចឹងខ្ញុំយក copy កន្លែងនេះបន្ទាប់មកយើងចូលទៅក្នុង desktop របស់យើងចូលទៅបង្កើត text មួយបាទយើងដាក់ចំណងជើង sub title អីអញ្ចឹងទៅបាទអញ្ចឹងយើងផាសAI ដែលវា generate មិញហ្នឹងមកបាទអញ្ចឹងត្រង់ចំណុចនេះយើងផាសមកហើយយើងយកពាក្យថា save ទៅបាទបន្ទាប់មកយើងចូលទៅក្នុង website មួយបាទចូលទៅក្នុង website មួយយើងទៅសេទៅ text to SRT converter អញ្ចឹងទៅបាទអញ្ចឹងចេញ website ច្រើនបន្ទាប់មកខ្ញុំយក website មួយនេះបាទ Mestra AI នេះបាទបន្ទាប់មកយើងចុចយកទៅពាក្យថា upload file អញ្ចឹងយើងចូលទៅរក file text ដែលយើងដាក់ចំណងជើងថា subtitle មិញហ្នឹងបាទនេះចំណងជើង subtitle យើង open មកបន្ទាប់មកយើងចុចយកពាក្យ convert subtitle បាទយើងបន្ទាប់មកយើងចុចយកពាក្យ download យើង save លើ desktop នឹងដដែលទៅបាទហើយចំណុចបន្តមកទៀតយើងត្រូវចូលទៅក្នុង CapCut បាទ CapCut យើងយកcreate project នេះមកបាទយើង import file video ដែលយើងបាន record មុនហ្នឹង file video ដែលយើងយកទៅ generate ហ្នឹងបាទយើង open វាមកបាទអញ្ចឹងបន្ទាប់មកយើងចូលទៅលើពាក្យថា caption បន្ទាប់មក add caption បាទ import file ហើយយើងទាញ file SRT នឹងចូលមកបាទ open បន្ទាប់មកយើងទាញវាមកដាក់លើ clip video បាទហើយខ្ញុំសូមបញ្ជាក់ដែរថាអានេះវា generate ឲ្យយើងautomatic ប៉ុន្តែយើងក៏ត្រូវកែកុនជារយៈពេលវេលាក៏ដូចជាអក្សរពេលខ្លះអក្សរគឺ generate អត់ល្អទេ generate អត់ត្រូវទាំងអស់ទេហើយចំណែកឃ្លោងឃ្លាភាសាឬក៏រយៈពេលនៃការនិយាយក៏អត់សូវត្រូវដែរអញ្ចឹងចំណុចហ្នឹងគឺវាគ្រាន់បើជាងការសរសេរម្ដងមួយវាស៊ីពេលយូរបាទអញ្ចឹងអានេះខ្ញុំឧទាហរណ៍ឲ្យអញ្ចឹងយើងត្រូវរៀបចំតាំងពីទំហំ style អក្សរឬក៏អាច animation របស់អក្សរហ្នឹងយើងអាចរៀបចំឲ្យហើយក៏បានដែរអញ្ចឹងកន្លែងហ្នឹងខ្ញុំព្រីកវាបន្តិចមកបាទបន្ទាប់មកខ្ញុំរើស font បាទ font ដែលខ្ញុំចូលចិត្តប្រើ font កតុំរុយបាទអញ្ចឹងយើងដាក់មកបន្ទាប់មកយើងរើស effect របស់ font ហ្នឹងបាទហើយសូមបញ្ជាក់ខ្ញុំអានេះខ្ញុំប្រើ Pro ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាអត់មាន Pro ទេបងប្អូនយករើសយក
template ឬក៏អក្សរណាមួយដែលស្អាតក៏បានដែរបាទអត់មានបញ្ហាទេបាទនេះចេញមកហើយបាទអញ្ចឹងដើម្បីឲ្យយើងទៅរៀបវាឲ្យត្រូវតាមសលេងដែលយើងនិយាយទី1គឺយើងត្រូវស្ដាប់សិនបាទហ្នឹងហើយបាទអញ្ចឹងយើង move វាមកបន្តិចមកបន្ទាប់មកសកន្លែងនេះយើងត្រូវកុំឲ្យដក clear ពេកបាទអញ្ចឹងយើងចូលមកក្នុងនេះមកយើងគ្រាន់តែសារ៉េកន្លែងនេះបន្តិចមកបាទហ្នឹងហើយសួស្ដីទាំងអស់គ្នាបាទហ្នឹងហើយសួស្ដីបាទអញ្ចឹងយើងសារ៉េកន្លែងហ្នឹងមកសារ៉េកន្លែងឲ្យចំកន្លែងសួស្ដីនេះមកបាទហើយពាក្យថាសួស្ដីហ្នឹងគឺយើងមិនបាច់ដក clear វាទេបាទហ្នឹងហើយឥឡូវខ្ញុំបានរៀបចំរួចអស់ហើយយើងទៅមើលទាំងអស់គ្នាបាទហ្នឹងហើយសួស្ដីទាំងអស់គ្នាបាទថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញពីវិធីងាយៗនៅក្នុងការដាក់ subtitle ដោយមិនចាំបាច់ទៅសេម្ដងមួយដល់តែចំណាយពេលយូរបាទអញ្ចឹងចង់ដឹងថាវិធីហ្នឹងយើងធ្វើយ៉ាងម៉េចបាទសូមទស្សនាទាំងអស់គ្នាអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ